នទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សដែលកំពុងរៀននៅថ្នាក់ទី5ទាំងអស់គ្នាចឹងថ្ងៃនេះយើងមករៀននៅមេរៀនទី2ទាក់ទងលើមុខវិជ្ជាសាស្ត្របាទថ្នាក់ទី5តោះចឹងយើងចូលដល់មេរៀនទី2គឺកម្លាំងកកិតបាទចឹងវីដេអូនេះគឺខ្ញុំនឹងចែករំលែកនៅមេរៀនសង្ខេបក៏ដូចជាសំណួរចម្លើយដែលមាននៅក្នុងមេរៀនទី2ផ្នែកវិទ្យាសាស្ត្រថ្នាក់ទី5សម្រាប់បងប្អូនសិស្សានុសិស្សយកទៅរៀនសិក្សារៀនសូត្រខ្លួនឯងនៅផ្ទះបាទតោះចឹងយើងចូលមើលមេរៀនសង្ខេបទាំងអស់គ្នាការកកិតការប៉ះគ្នារវាងផ្ទៃការកកិតគឺជាការប៉ះគ្នារវាងនៃផ្ទៃវត្ថុពីរបាទគឺជាការប៉ះគ្នារវាងនៃផ្ទៃវត្ថុពីរពេលមានការកកិតពេលនោះក៏មានកម្លាំងកកិតដែរបាទចឹងកាលណាពេលមានការកកិតពេលនោះក៏មានកម្លាំងកកិតដែរបងប្អូនចំណុចមួយទី2នោះគឺកម្លាំងកកិតមានច្រើនប្រភេទដូចជាកម្លាំងកកិតដោយរអិលបងប្អូនស្គាល់ហើយណាមួយទៀតគឺកម្លាំងកកិតដោយរមៀលនិងកម្លាំងកកិតក្នុងសន្តានីបាទតោះចឹងយើងតទៅមុខទៀតកម្លាំងកកិតអាស្រ័យលើអាស្រ័យនឹងធម្មជាតិនៃផ្ទៃប៉ះបាទកម្លាំងកកិតអាស្រ័យនឹងធម្មជាតិនៃផ្ទៃប៉ះបើផ្ទៃប៉ះក៏ក្រើមកម្លាំងកកិតធំបើផ្ទៃប៉ះរលោងកម្លាំងកកិតតូចបាទចឹងយើងចូលដល់ចំណុចមួយទៀតកម្លាំងកកិតអាស្រ័យនឹងប្រភេទនៃការកកិតបើកកិតដោយរអិលកម្លាំងកកិតធំបាទបើកកិតដោយរអិលកម្លាំងកកិតគឺមានធំហើយបើកកិតដោយរមៀលគឺកម្លាំងកកិតវាក៏តូចដែរបងប្អូនអ្នកដឹងហើយណាចូលដល់មួយទៀតកម្លាំងកកិតទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ទាំងអស់នោះទេព្រោះសម្ភារៈប្រើប្រាស់មួយចំនួនគេចាំបាច់ត្រូវប្រើប្រាស់កម្លាំងកកិតប៉ុន្តែពេលខ្លះកម្លាំងកកិតមិនអាចមានប្រយោជន៍ទេព្រោះកម្លាំងកកិតអាចបន្ថយល្បឿនឬទប់ចលនានៃវត្ថុឬក៏អាចធ្វើឲ្យវត្ថុខូចទ្រង់ទ្រាយដែរដើម្បីកាត់បន្ថយភាពកកិតគេប្រើកង់កំណល់ឬក៏រណេលប្រេងរំអិលឬក៏កងឃ្លីបាទតោះចឹងយើងចូលទៅដល់សំណួរនិងចម្លើយបាទតោះចឹងយើងមើលលេខ1គឺសំណួរចូលឆ្លើយនឹងសំណួរខាងក្រោមនេះបាទចំណុចកដូចម្ដេចដែលហៅថាការកកិតចម្លើយគេដាក់ថាដែលហៅថាការកកិតគឺជាការប៉ះគ្នារវាងផ្ទៃនៃវត្ថុពីរបាទចំណុចខតើកម្លាំងកកិតអាចបណ្ដាលឲ្យមានអ្វីខ្លះកើតឡើងយើងមកមើលចម្លើយកម្លាំងកកិតអាចផ្ដល់បាទទី1គឺកម្ដៅមួយទៀតគឺធ្វើឲ្យវត្ថុសឹកឬខូចទ្រង់ទ្រាយបាទធ្វើឲ្យវត្ថុមានចលនាឬបន្ថយល្បឿនបាទនេះគឺជាកម្លាំងកកិតចំណុចគោដូចម្ដេចដែលហៅថាការកកិតមានប្រយោជន៍បាទអញ្ចឹងចម្លើយគេដែលហៅថាការកកិតមានប្រយោជន៍គឺជាការកកិតនៃសម្ភារៈប្រើប្រាស់មួយចំនួនដែលគេចាំបាច់ត្រូវប្រើប្រាស់កម្លាំងកកិតដូចជាត្បាល់កិនឌីណាម៉ូកង់ជាដើមចំណុចខដូចម្ដេចដែលហៅថាការកកិតគ្មានប្រយោជន៍បាទតោះចឹងយើងមកមើលចម្លើយទាំងអស់គ្នាដែលហៅថាការកកិតគ្មានប្រយោជន៍គឺជាការកកិតដែលធ្វើឲ្យវត្ថុសឹកឬខូចទ្រង់ទ្រាយឬជាការកកិតដែលអាចបណ្ដាលឲ្យល្បឿនបាទឲ្យល្បឿនឬក៏ទប់ចលនានៃវត្ថុបាទនេះគេហៅថាការកកិតអត្ថប្រយោជន៍ចូលដល់ចំណុចងដើម្បីកាត់បន្ថយភាពកកិតតើគេត្រូវប្រើអ្វីខ្លះបាទតោះចឹងយើងមើលចម្លើយដើម្បីកាត់បន្ថយភាពកកិតគេត្រូវប្រើកង់កំណល់ឬរណេលប្រេងរំអិលឬក៏កងឃ្លីបាទចូលដល់លេខ2ធំបាទលេខ2ធំចូលសរសេរពាក្យត្រូវឬក៏ខុសនៅខាងឆ្វេងល្បះខាងក្រោមនេះតោះចឹងយើងមើលចម្លើយកពេលយើងកិនម្សៅផ្ទៃនៃត្បាល់ខាងលើរងកម្លាំងកកិតដោយរអិលបាទហ្នឹងគឺយើងដាក់ថាត្រូវបងប្អូនដល់ហើយនេះគឺខុសណាបងប្អូនពេលត្រីកំពុងហែលក្នុងទឹកត្រីរងកម្លាំងកកិតដោយរមៀលបាទអញ្ចឹងយើងគឺខុសខាងនេះគឺនុចគោគឺត្រូវដែរពេលយើងដើរផ្ទៃបាតជើងទាំងពីររងកម្លាំងកកិតដោយរអិលបាទនេះយើងដាក់ថាត្រូវនុចគោ
ចំណុចខគឺខុសពេលរថយន្តកំពុងបើកបរកង់រថយន្តរងកម្លាំងកកិតដោយរអិលបាទអញ្ចឹងគឺខុសចំណុចខចុះដល់ចំណុចងគឺត្រឹមត្រូវដែរពេលយើងជិះតូចចក្រយានកង់ទាំងពីរនៃតូចក្រយានរងកម្លាំងកកិតដោយរមៀលតោះចឹងយើងចូលមកចំណុចចគឺជាចម្លើយខុសបាទកម្លាំងកកិតទាំងអស់សុទ្ធតែមានប្រយោជន៍បាទរបស់ចគឺខុសរបស់ឆក៏ខុសដែរកម្លាំងកកិតអាចធ្វើឲ្យខូចផលប្រយោជន៍បាទដល់ឡែករបស់ជគឺត្រឹមត្រូវវិញបងប្អូនកម្លាំងកកិតអាចធ្វើឲ្យវត្ថុមួយចំនួនមានចលនាបាទចម្លើយឈរគឺត្រឹមត្រូវដែរកម្លាំងកកិតខ្លះមានប្រយោជន៍ខ្លះគ្មានប្រយោជន៍ចម្លើយញោឬក៏របស់ញោក៏ត្រឹមត្រូវដែរបងប្អូនរបស់ញោយើងដាក់ថាសម្ភារៈប្រើប្រាស់ទាំងអស់សុទ្ធតែត្រូវរងកម្លាំងកកិតចឹងរបស់ញោក៏ត្រឹមត្រូវដែរតោះចឹងយើងចូលដល់លេខ3តាមរយៈរូបខាងក្រោមចូលសរសេរឈ្មោះឧបករណ៍សម្រាប់ជួយកាត់បន្ថយការកកិតបាទតោះចឹងយើង